សូមជូនរឿងព្រលឹងខ្មោចភូមិបុរាណអូនណាតតាំងពីយើងរៀបការរួចមកជិត1ឆ្នាំហើយយើងមិនដែលបានទៅលេងពុកម៉ែបងសក់ឥឡូវបងគិតថាចង់ទៅលេងនឹងគាត់បាន 4-5 ថ្ងៃតើអូនគិតយ៉ាងម៉េចដែរចាបងស្រេចទៅលើបងទេចុះបងគិតទៅលេងនឹងគាត់ថ្ងៃណាដែរនេះបងគិតថាចង់ទៅលេងនឹងគាត់នៅថ្ងៃខាងស្អែកនេះហើយបើអូនយល់ព្រមចាបងបានអញ្ចឹងចាំព្រឹកឡើងពួកយើងជម្រាបពុកឲ្យគាត់បានដឹងផងបាទព្រឹកឡើងចាំបងជម្រាបប្រាប់ពុកឥឡូវយប់ជ្រៃហើយពួកយើងសម្រាកទៅបងសុកមុននេះបន្តិចខ្ញុំដើរកាត់ខឹងភូមិស្រាប់តែឮអ្នកភូមិយើងនិយាយគ្នាអំពីតួចាស់ដែលជាភូមិដែលគេឈប់នៅនោះណាបងសុកហើយចូលអ្នកភូមិពួកគាត់និយាយរឿងអីខ្លះដែរទៅអគុណគឺថាពួកគាត់និយាយថាភូមិនោះមានគេកប់ទុកកំណប់ជាមាសប្រាក់ទាំងគីឡូច្រើនណាស់លោកបងបានអញ្ចឹងយើងយប់នេះគិតទៅរកសាកមើលក្រែងលោបានមាសប្រាក់ខ្លះណាអគុណណែលោកបងសុកតែខ្ញុំបានឮទៀតថាអ្នកដែលចូលទៅក្នុងភូមិចាស់នោះតែងតែជួបរឿងមិនល្អទេលោកបងហើយក៏រោគមាសប្រាក់នោះមិនឃើញទៀតណែអាគុណតើតាសាកបានដឹងពេលខ្លះគេមិនចង់ឲ្យយើងទៅរកគេចេះតែបង្កើតរឿងមិនល្អនឹងណាអាគុណតែខ្ញុំនៅតែមិនទុកចិត្តនឹងណាលោកបងខ្លាចជួបរឿងមិនល្អនោះមែនពុករាប់ពុកព្រឹកស្អែកខ្ញុំនិងប្រពន្ធនឹងទៅលេងពុកម៉ែខ្ញុំបាន 4-5 ថ្ងៃទើបត្រឡប់មកវិញណាពុកបើកូនចង់ទៅលេងនឹងពួកគាត់ក៏ទៅចុះហើយចេះមើលថែជំនាញនៅតាមផ្លូវផងបាទពុកខ្ញុំដឹងហើយពុកអញ្ចឹងពួកខ្ញុំក៏ទៅរៀបចំខោអាវនិងសម្ភារៈមួយចំនួនសិនហើយពុកនេះសឿនៅពេលដែលនិយាយប្រាប់ឪពុកក្មេគេរួចហើយគេក៏ប្រាប់ឲ្យប្រពន្ធរបស់គេរៀបចំបង្វិចខោអាវនិងចំណីអាហារខ្លះទុកហូបនៅតាមផ្លូវហើយចំណែកគេវិញក៏ទៅមើលរៀបចំទុកដាក់រទេះសេះឲ្យរួចរាល់ផងដែរណែអាគុណហើយឯងរៀបចំសម្ភារៈរួចរាល់ហើយឬនៅបាទបងខ្ញុំរៀបចំរួចរាល់ហើយរៀបចំសម្ភារៈរួចហើយតោះយើងចេញដំណើរទៅនេះសុកនិងនេះខុនពេលនិយាយគ្នារួចហើយពួកគេទាំងពីរនាក់ក៏ដើរចេញពីផ្ទះនោះទៅហើយមិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏ជិតដល់ភូមិចាស់ដែលគេទុកចោលនោះដែរលោកបងនោះអ្នកណាអង្គុយលើដើមឈើនោះលោកបងនៅឯណាអញមើលមិនចឹងនោះមានមនុស្សអង្គុយលើដើមឈើខាងមុខយើងនោះយីអានេះមានឯណាអញកុំគិតតែរើវើវាយពេកមើលមកដើរឲ្យលឿនទៅនឹងបានឆាប់ដល់នេះខុនដើរបណ្ដើរភ័យបណ្ដើរហើយមួយស្របក់ក្រោយមកពួកគេទាំងពីរនាក់ក៏បានដើរដល់ភូមិចាស់ដែលគេទុកចោលនោះនេះសុកនិងនេះខុនពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមដើររុករកក្នុងភូមិនោះតែរកមិនបានសោះឡើយនេះសុកក៏ប្រាប់ឲ្យនេះខុនខំប្រឹងរកបន្តទៀតក្រែងលោកបានជួបប្រទះហើយពេលដែលពួកគេកំពុងរកនោះតែនេះខុនរលែកទៅលើដំបូលផ្ទះចាស់នោះស្រាប់តែឃើញមនុស្សស្រីអង្គុយនៅលើដំបូលផ្ទះនោះ
เอ๊ะจอมกาดบแชบให้จอเนี่ยนาอัดการงีถวยเท่เอ๊ะบ้านจีองกวยเรือดำบงไปแตนจัง ไอ้น่ามือยีอาคุณขโมยลงให้ไว้ชับรถเตอร์ ណែអូនណាតរៀបចំហើយឬនៅអូន ចាខ្ញុំរៀបចំរួចថៃបង បាទរួចរាល់ហើយពួកយើងចេញទៅទាន់នៅព្រឹក នេះសឿនិងនាងណាតពួកគេក៏លាតាឌឿនរួចក៏បរទេះចេញទៅ អាคุณយ៉ាងមិនទៅហើយមិនតន់ក្រោកទៀតថ្ងៃរះចាំងគូតហើយបាទលោកបងសុកឃឹមនៅភ័យខ្លាយមិនតន់ទេលោកបងអើយ ណែបងសឿយើងចេញមកពីផ្ទះយូរហើយថ្ងៃក៏កាន់តែរស់សៀវទៅហើយពួកយើងគិតរកកន្លែងសម្រាប់សិនទៅបង បាទតែចាំមួយភ្លាតទៀតសិនតើអូនព្រោះនៅខាងមុខនោះមានភូមិចាស់មួយអញ្ចឹងហើយចាំយើងជប់សម្រាប់នៅកន្លែងនោះតែម្ដង ចាបង នេះសឿនៅពេលដែលបរទេះសេះទៅដល់ភូមិចាស់នោះហើយគេក៏ឈប់ហើយប្រាប់ឲ្យប្រពន្ធរបស់គេដាក់ដាំបាយនៅទីនោះហើយចំណែកគេវិញយកបំពង់ទឹកទៅដងទឹកនៅត្រពាំងក្បែរភូមិនោះដែរ ណែអាคุณតោះយើងទៅហើយលោកបងប្រពន្ធឃឹមទៅណាទៀតហើយលោកបងមានតែឯណាទៀតគឺទៅភូមិចាស់នោះយីលោកបងហ៊ានទៅភូមិចាស់នោះលោកបងទៅតែម្នាក់ឯងទៅខ្ញុំមិនទៅជាមួយលោកបងឯងទេខ្ញុំខ្លាចខ្មោចលងរត់យប់មិនទៀតមកវាមិនដែរខ្មោចឯណាចេញលងទាំងថ្ងៃទេវើយតែខ្ញុំមិនទុកចិត្តទេលោកបង នេះសុកនិងនេះខុននៅពេលដែលនិយាយគ្នាហើយពួកគេទាំងពីរនាក់ដើរទៅភូមិចាស់នោះម្ដងទៀត ណែអូនណាតតោះពួកយើងរៀបចំទៅព្រោះថ្ងៃរសៀលហើយយើងឆាប់ចេញទៅឲ្យឆាប់បានទៅដល់ផ្ទះពុកម៉ែ ចាបង អាคุณកន្លែងនេះជាមានគេត្រឹមតែបង្កាត់ភ្លើងថ្មីលោកបងខ្ញុំគិតថាពួកយើងត្រឡប់ទៅវិញទៅលោកបងហើយពួកយើងត្រឹមតែម្ដងមិនទាន់បានអីផងឯងចង់ត្រឡប់ទៅវិញហើយតែខ្ញុំខ្លាចណាស់លោកបង នៅពេលដែលនេះខុននិយាយមិនទាន់ចប់ផងនេះខុនក៏ក្រឡេកឃើញមនុស្សស្រីអង្គុយលើមេឈើក្បែរផ្ទះចាស់មួយហើយសម្លឹងមើលមកពួកគេពេលនោះនេះខុនក៏ស្រែកប្រាប់ទៅនេះសុកចំណែកនេះសុកវិញនៅពេលដែលលឺនេះខុនស្រែកប្រាប់ដូច្នេះគេក៏ក្រឡេកមើលទៅក៏ឃើញមានមនុស្សស្រីនោះមែនហើយនេះសុកក៏ស្រែកប្រាប់ទៅនេះខុនវិញថា អាคุณឆាប់រត់ខ្មោចលងទាំងថ្ងៃហើយវើយ នេះខុននិងនេះសុកពួកគេទាំងពីរនាក់ក៏រត់ចេញពីភូមិនោះយ៉ាងបាត់ជើងសោព្រាត ពុកម៉ែ
ព្រឹកស្អែកពួកខ្ញុំត្រឡប់ទៅវិញហើយព្រោះពួកខ្ញុំមកលេងពុកនឹងម៉ែបានច្រើនថ្ងៃដែរហើយណាមួយពុកក្មេកខ្ញុំគាត់នៅតែឯងផងបើគាត់ឈឺថ្កាត់អីអត់មានអ្នកណានៅមើលថែគាត់ទេបើពួកកូនចង់ទៅក៏ទៅចុះហើយធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងកូន សឿនិងនាងណាតនៅពេលដែលនិយាយប្រាប់ឪពុកម្ដាយគេហើយពួកគេទាំងពីរក៏ចូលសម្រាកទៅលុះព្រឹកឡើងនៅពេលដែលនាយសឿរៀបចំរទេះសេះរួចហើយគេនិងប្រពន្ធក៏លាឪពុកម្ដាយហើយពួកគេក៏បររទេះសេះចាកចេញទៅកូនសឿនិងកូនណាតទៅលេងផ្ទះម្ដាយនិងឪពុកក្មេកគេច្រើនថ្ងៃហើយមានទាន់មកវិញទៀត អូនណាតយើងគិតជប់សម្រាប់នៅភូមិចាស់ខាងមុខនោះហើយចាំបាត់ហត់បន្តិចចាំយើងបន្តដំណើរទៅទៀត ចាអញ្ចឹងស្រេចទៅលើបងទេ នាយសឿពេលបរទេះសេះទៅដល់ភូមិចាស់នោះហើយគេនិងប្រពន្ធក៏ឈប់សម្រាកមួយស្របក់ធំហើយនៅពេលដែលពួកគេសម្រាកបាត់ហត់ហើយនាយសឿក៏បានរៀបចំរទេះសេះរួចក៏ដេញសេះឲ្យដើរទៅមុខតែសេះរបស់គេនោះអត់មិនទៅមុខសោះ យ៉ាងមិនទៅហើយបងសឿសេះអូររទេះទៅសោះអញ្ចឹង បងក៏មិនដឹងដែរអូនតែចាំបងចុះជួយរុញវាក្រែងទៅមុខរួច នាយសឿពេលដែលនិយាយប្រាប់ប្រពន្ធគេហើយគេក៏ចុះពីរទេះសេះរួចក៏ខំប្រឹងជួយរុញតែទោះបីជាគេខំប្រឹងរុញយ៉ាងណាក៏រទេះសេះនៅតែអស់មិនរួចដដែលពេលនោះនាយសឿបានប្រាប់ប្រពន្ធគេឲ្យរៀបចំសម្រាកនៅកន្លែងនោះតែម្ដងព្រោះតែរទេះសេះបានខូចទៅហើយនាយសឿនៅពេលដែលប្រាប់ប្រពន្ធឲ្យរៀបចំកន្លែងសម្រាកហើយគេក៏ចាប់ជួសជុលរទេះសេះនៅកន្លែងនោះតែម្ដង បងសឿតើបងជួសជុលរទេះសេះរួចហើយឬនៅបងព្រោះថ្ងៃក៏លិចទៅហើយបង អូនៅតែអូនពួកយើងត្រូវសម្រាប់នៅកន្លែងនេះមួយយប់ហើយអូន នាងណាតនៅពេលស្ដាប់នាយសឿប្រាប់ហើយគេក៏រៀបចំដាំបាយនិងធ្វើម្ហូបសម្រាប់អាហារពេលល្ងាចនៅទីនោះតែម្ដងនៅពេលដែលពួកគេហូបបាយរួចហើយពួកគេក៏ចូលសម្រាកទៅលុះដល់ពាក់កណ្ដាលយប់ក៏មានខ្យល់បក់យ៉ាងខ្លាំងចំណែកនាយសឿវិញនៅពេលដែលខ្យល់បក់មកខ្លាំងយ៉ាងនេះគេក៏ភ្ញាក់រួចហើយគេក៏ក្រោកអង្គុយហើយក្រឡេកមើលទៅដើមឈើធំមួយនៅក្បែរផ្ទះដែលពួកគេសម្រាកនោះក៏ស្រាប់តែឃើញមានមនុស្សស្រីអង្គុយបំពេកូននៅលើដើមឈើនោះតែម្ដងនាយសឿបំរុងនឹងរៀបដាប់ប្រពន្ធគេទៅហើយគេក្រឡេកមើលទៅផ្លូវស្រាប់តែឃើញមានមនុស្សចាស់ដើរមករកគេទាំងពីរហើយគេក៏គិតភ័យប៉ុន្តែនៅពេលដែលមនុស្សចាស់នោះដើរកាន់តែជិតទើបគេដឹងថានោះគឺជាឪពុកក្មេករបស់គេចំណែកតាឌឿនវិញនៅពេលឃើញខ្មោចកំពុងតែលងបន្លាយដូច្នេះគាត់ក៏សូត្រមន្តគាថាបង្ក្រាបចងភពព្រលឹងខ្មោចនោះនឹងខ្សែសីមារបស់គាត់តែម្ដង